បងប្អូនបើយើងរវល់តែខ្លាចគេប្រើចាខ្លាចគេឲ្យធ្វើនេះខ្លាចគេឲ្យធ្វើនោះខ្លាចគេប្រើហួសពីប្រាក់ខែដែលទទួលបានចាខ្លាចការងារនឹងច្រើនពេកហួសពីម៉ោងដែលគេកំណត់ខ្លាចគេកេងចំណេញពីលើខ្លាចគេថាល្ងងថាមួយនឹងអញប្រើអីក៏បានដែរចាអត់ដឹងថាឯងកំពុងកេងចំណេញពីវាខ្លាចគេគិតអញ្ចឹងបងប្អូនអត់អាចធ្វើការងារអីបានទេវល់ខ្លាចហ្នឹងចាវីដេអូបែបនេះគឺឃើញច្រើនចាណែនាំឲ្យយើងចេះ set boundary កុំឲ្យគេស៊ីលើកម្លាំងញើសឈាមចាខ្ញុំអត់និយាយថាវីដេអូហ្នឹងខុសទេវីដេអូហ្នឹងគឺត្រឹមត្រូវគ្រាន់តែយុទ្ធសាស្ត្របែបហ្នឹងគឺយើងអត់អាចប្រើគ្រប់កលៈទេសៈបានឧទាហរណ៍ដូចបងប្អូនគាត់ទៅតែរៀនចប់ហើយចេញទៅធ្វើការឲ្យគេហើយបើយើងរវល់តែខ្លាចនេះខ្លាចនោះយើងអត់ហ៊ានធ្វើនេះធ្វើនោះខ្លាចគេកេងចំណេញពីលើអូយើងធ្វើអីគេចេះមកពីណាអត់ចេះទេអញ្ចឹងវីដេអូនេះគឺផ្ដាំទៅខាងបងប្អូនជាពិសេសទើបតែចេញធ្វើការនៅក្នុងវិស័យការងារមួយឆ្នាំ2ឆ្នាំឬមួយក៏ត្រៀមនឹងចេញកុំកំណាញ់ខ្លួនឯងពេកកុំអាណិតខ្លួនឯងពេកចាទាញវាខ្លះទាញអាសមត្ថភាពរបស់យើងខ្លះចាទាញវាឲ្យកាន់តែខ្លាំងយើងនឹងដឹងអំពីសក្តានុពលរបស់យើងធ្វើបានកម្រិតណាចាធ្វើឲ្យកាន់តែច្រើនយើងនឹងចេះបានច្រើនធ្វើវាដដែលឲ្យកាន់តែច្រើនយើងនឹងអាចចេះពីជំនាញហ្នឹងកាន់តែច្បាស់ចាហើយការងារដូចខ្ញុំនិយាយអញ្ចឹងកុំកំណត់ថា JD ហ្នឹងគេឲ្យប៉ុណ្ណឹងយើងធ្វើតែប៉ុណ្ណឹងណាឆ្លៀតមើលការងារផ្សេងណាទៀតដែលទៅភ្នែកយើងអាចជួយធ្វើបានអត់ចាហេតុអីបានខ្ញុំឲ្យធ្វើអាហ្នឹងដោយសារបងប្អូនមួយចំនួនគាត់ចេញធ្វើការធ្វើមិនក៏ដោយបានការងារសិនណាចាអាហ្នឹងទី1ទី2គាត់ពិបាកក្នុងការរកការងារបានការងារណាធ្វើការងារហ្នឹងសិនអញ្ចឹងពេលដែលបងប្អូនកំណត់ទៅលើអា JD នឹងខ្លាំងពេកបងប្អូនអត់បានលុកទៅអាការងារផ្សេងទៀតដែលអាចអនុញ្ញាតឲ្យបងប្អូនដឹងពីខ្លួនឯងកាន់តែច្បាស់ណាគឺបងប្អូនពិបាកក្នុងការស្វែងរកនៅ career ដែលខ្លួនឯងស្រឡាញ់ពិតប្រាកដវា take time ចាវាប្រើពេលយូរតែបើសិនជាយើងចេះលុកការងារផ្សេងទៀតដែលនៅជុំវិញក្រុមរបស់យើងដែលនៅជុំវិញអា JD job description របស់យើងហ្នឹងណាវានឹងឲ្យយើងដឹងថាការងារ1 2 3នេះអត់សូវស្រឡាញ់ទេ5 6 7នេះដូចជាស្រឡាញ់អញ្ចឹងវាធ្វើឲ្យយើងហ្នឹងកាន់តែដឹងអំពីខ្លួនឯងកាន់តែច្បាស់ដូច្នេះហើយបានអ្នកខ្លះធ្វើការ2ឆ្នាំ3ឆ្នាំហើយប៉ុន្តែគាត់ស្វែងរកខ្លួនឯងស្វែងរក career ខ្លួនឯងបានលឿនអ្នកខ្លះធ្វើដល់5 6ឆ្នាំហើយរកអត់ឃើញដូចស្អីរវល់តែខ្លាចហ្នឹងឯងចាចង់បញ្ចប់ទៅជំនាញដែលពិតប្រាកដហ្នឹងសួរថាជំនាញអីគេដែលជាគេហៅថាអ្នកឯកទេសឬមួយក៏ចេះអាហ្នឹងខ្លាំងហ្មងអត់មានអ្នកខ្លះគាត់ដទៅសងស្អីក៏ចេះដែរប៉ុន្តែចេះ3 4 5 6 7 8 9មុខហ្នឹងទៅសបាគ្នាប៉ុន្តែបើយើងលុកវាជ្រៅអត់ចេះវិញមានអ្នកខ្លះអញ្ចឹងណាអញ្ចឹងលើកទឹកចិត្តឲ្យបងប្អូនបំបែកខ្លួនចាចេះដាក់ខ្លួនកុំស្រឡាញ់ខ្លួនឯងខ្លាំងពេករៀនស្វែងយល់ពីការងារនៅជុំវិញខ្លួនឲ្យកាន់តែច្រើនហើយយើងប៉ះវាខ្លះទៅដើម្បីដឹងថាតើការងារដែលយើងកំពុងធ្វើហ្នឹងមួយណាដែលយើងស្រឡាញ់ពិតប្រាកដអូខេអញ្ចឹងរីករាយចុងសប្តាហ៍